នេះគឺជាប្រអប់ឈើម្យ៉ាងដែលបណ្ដាលតាមទឹកមកពីកូរ៉េខាងជើងហើយជារៀងរាល់ឆ្នាំឲ្យតែរដូវភ្លៀងធ្លាក់មកដល់អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសហាម5ប្រជាពលរដ្ឋពួកគេដែលនៅតាមបណ្ដោយឆ្នេរនិងច្រាំងទន្លេមិនឲ្យទៅជិតនឹងប៉ះពាល់វាជាដាច់ខាតវាគឺជាគ្រាប់មីនប្រអប់ឈើដែលកូរ៉េខាងជើងផលិតឡើងសម្រាប់ពង្រាយតាមព្រំដែនដើម្បីការពារនិងទប់ស្កាត់ការរត់ភៀសខ្លួននិងសម្រាប់សង្គ្រាមចិត្តសាស្ត្រជាមួយនឹងកូរ៉េខាងត្បូងដែលថ្មីនេះអាជ្ញាធរកូរ៉េខាងត្បូងបានចេញការពមៀនកម្រិតខ្ពស់ទៅដល់ប្រជាពលរដ្ឋបន្ទាប់ពីភ្លៀងមូសុងបានធ្លាក់យ៉ាងគំហុកកាលពីដើមខែ7ហើយទឹកជំនន់ពីការធ្លាក់ភ្លៀងនេះបាននឹងកំពុងបោកបក់រំលើងគ្រាប់មីនប្រអប់ឈើពីភាគខាងជើងឲ្យហូរចូលមកក្នុងទឹកដីកូរ៉េខាងត្បូងតាមរយៈប្រព័ន្ធទន្លេសំខាន់ៗគ្រាប់មីនដែលកូរ៉េខាងជើងតែងតែបណ្ដែតមកតាមទឹកនោះភាសាកូរ៉េហៅថាមុខហាំជីរ៉េដែលវាត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបន្លំភ្នែកមនុស្សនិងងាយស្រួលបណ្ដែតលើទឹករូបរាងខាងក្រៅវាជាប្រអប់ចតុកោណកែងធ្វើពីឈើដែលមានប្រវែងប្រហែល20សង់ទីម៉ែត្រនិងទទឹង9សង់ទីម៉ែត្រដែលមើលទៅដូចជាប្រអប់ដាក់របស់វែងម្យ៉ាងចឹងផ្នែកខាងក្នុងគឺមានផ្ទុកជាតិផ្ទុះតែអន្តែប្រហែល200ក្រាមដែលមានកម្លាំងខ្លាំងអាចបង្កឲ្យពិការឬបាត់បង់ជីវិតភ្លាមៗដែលវាដំណើរការទៅដោយប្រព័ន្ធសម្ពាធអញ្ចឹងនៅពេលណាដែលមានមនុស្សជាន់ឬក៏មាននរណាម្នាក់ទៅបើកមើលប្រអប់នោះវានឹងផ្ទុះឡើងភ្លាមៗតែម្ដងហើយចំណុចដែលកាន់តែគ្រោះថ្នាក់នោះដោយសារតែវាធ្វើពីឈើគឺវាមានទម្ងន់ស្រាលនិងបណ្ដែតទឹកបានយ៉ាងងាយហើយលើពីនេះម៉ាស៊ីនរុករកលោហៈឬក៏ម៉ាស៊ីនរាវមានអីហ្នឹងគឺពិបាកនឹងរកឃើញវាណាពីព្រោះវាមានផ្ទុកជាដៃតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងក្បាល reefer របស់វាជាទូទៅក្រុមមីនទាំងនេះវាធ្វើដំណើរទៅតាមយន្តការភូមិសាស្ត្រនិងរដូវកាលនៅរដូវវស្សាចន្លោះខែកក្កដាដល់ខែកញ្ញាជារៀងរាល់ឆ្នាំឧបទ្វីបកូរ៉េតែងតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះហើយកូរ៉េខាងជើងក៏បានកប់មីនប្រភេទនេះរាប់ម៉ឺនគ្រាប់នៅតាមបណ្ដោយតំបន់គ្មានយោធា DMZ និងតាមដងទន្លេអញ្ចឹងនៅពេលដែលមានទឹកជំនន់ខ្លាំងដីក៏ត្រូវច្រោះហើយគ្រាប់មីនទាំងនោះគឺនឹងត្រូវគួចបោកបក់ចូលទៅក្នុងប្រព័ន្ធទន្លេតែម្ដងទន្លេធំៗដូចជាទន្លេអ៊ីមជីននិងទន្លេហានគឺមានប្រភពទឹកហូរកាត់តំបន់ព្រំដែនកូរ៉េខាងជើងមុននឹងហូរចូលមកកាន់ទឹកដីកូរ៉េខាងត្បូងដែលនាំយកគ្រាប់មីនទាំងនោះមកទម្លាក់នៅតំបន់រងគ្រោះដូចជាខេត្តខ្យងគីកោះកាំងហ្វានិងតំបន់គីមផូជាដើមគ្រាប់មីនប្រអប់ឈើបណ្ដែតតាមទឹកទាំងនេះគឺបានបង្កឲ្យមានគ្រោះថ្នាក់ជាហូរហែហើយកន្លងមកគឺធ្លាប់បានឆក់យកជីវិតរបស់ជនជាតិកូរ៉េខាងត្បូងប្រមាណអ្នករួចមកហើយនៅក្នុងឆ្នាំ2010បរិសុទ្ធកូរ៉េខាងត្បូងម្នាក់ក៏បានបាត់បង់ជីវិតនិងក្មួយប្រុសម្នាក់ទៀតក៏បានរងរបួសធ្ងន់បន្ទាប់ពីពួកគេបានរើប្រអប់ឈើមួយដែលបណ្ដែតមកតាមទឹកក្បែរទន្លេអ៊ីមជីនដោយស្មើតែប្រអប់ឈើធម្មតាដូច្នេះពួកគេក៏បានប៉ះនិងបានបើកមើលដូច្នេះក៏មានការផ្ទុះទៅនៅក្នុងឆ្នាំ2015នៅពេលដែលមានភាពតានតឹងរវាងប្រទេសទាំងពីរគឺមានទាហានកូរ៉េខាងត្បូងពីររូបគឺបានជាន់មានប្រអប់ឈើប្រភេទនេះនៅក្នុងតំបន់ DMZ បណ្ដាលឲ្យដាច់ជើងហើយការស៊ើបអង្កេតរបស់យោធាក៏បានរកឃើញថានេះមិនមែនជាការហូរតាមទឹកដោយធម្មជាតិទេប៉ុន្តែវាជាការលួចចូលមកកប់ដោយចេតនារបស់ទាហានកូរ៉េខាងជើងនៅក្នុងឆ្នាំ2020ករណីផ្ទុះមីនប្រអប់ឈើនេះក៏បានកើតឡើងម្ដងទៀតផងដែរដែលបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់នៅតំបន់គីមផូអញ្ចឹងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរដ្ឋាភិបាលនិងយោធារបស់កូរ៉េខាងត្បូងគឺតែងតែអនុវត្តនូវវិធានការយ៉ាងម៉ឺងម៉ាត់រួមមានការប្រកាសអាសន្នជារៀងរាល់រដូវវស្សារបស់អាជ្ញាធរដែនដីក្បែរព្រំដែននិងតាមបណ្ដោយកោះនានាដែលតែងតែចេញសេចក្តីជូនដំណឹងជាបន្ទាន់ទៅដល់ប្រជាជនកុំឲ្យប៉ះពាល់វត្ថុចម្លែកទាំងឡាយណាដែលបណ្ដែតមកតាមទឹកនិងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងយោធាកូរ៉េខាងត្បូងតែងតែបញ្ជូនកងទ័ពជំនាញដោះមីនដើររុករកយ៉ាងសកម្មតាមបណ្ដោយឆ្នេរនិងច្រាំងទន្លេដើម្បីស្វែងរកនិងកំទេចចោលរកមីនប្រអប់ឈើទាំងនោះមុនពេលដែលវាបង្កគ្រោះថ្នាក់